ប្រធានប្រសិទ្ធិឥណ្ឌូនេស៊ីកោតសរកម្ពុជាធ្វើជាម្ចាស់ផ្ទាំងនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី2ប្រធានប្រសិទ្ធិឥណ្ឌូនេស៊ីបានកោតសរកម្ពុជាចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទាំងនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី2ដែលមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំជាច្រើននៅទូទាំងពិភពលោកប្រាប់អ្នកសារព័ត៌មានក្រោយក្នុងជំនួបសម្ដែងការកោសំនិងពិភាក្សាការងារសម្ដេចឯកមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី2ជាមួយឯកឧត្តមស៊ូតង់បាក់ទៀងណាចាម៉ូឌីនប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ីក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី2ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះកាលពីថ្ងៃទី27ខែសីហាឆ្នាំ2026ឯកឧត្តមជាធីរិនអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រៅជំនួបថាងនៅក្នុងជំនួបនោះឯកឧត្តមប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ីបានកោតសរសើរចំពោះការរៀបចំរបស់កម្ពុជាក្នុងការទទួលធ្វើជាម្ចាស់ផ្ទាំងនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី2ដែលប្រពឡើងនៅពេលនេះឯកឧត្តមបានកោតសរសើរពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជាហើយជាមួយគ្នានោះឯកឧត្តមក៏បានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោអំពីការត្រៀមខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទាំងនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី3បន្ទាប់ពីកម្ពុជាឯកឧត្តមក៏បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសន្និសីទដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះដែលមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំជាច្រើននៅទូទាំងពិភពលោកដោយឡែកចំពោះក្របខ័ណ្ឌទ្វេភាគីរវាងស្ថាប័ននីតិបញ្ញត្តិកម្ពុជានិងឥណ្ឌូនេស៊ីក៏មានការពង្រឹងបន្ថែមទៀតហើយអ្វីដែលជាការកត់សម្គាល់នោះភាគីទាំងពីរក៏បានជជែកទៅលើទំនាក់ទំនងនៃការបង្កើតវេទិកាព្រឹទ្ធសភារបស់អាស៊ានតែកន្លងមកក៏ជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ីដែលបានអញ្ជើញចូលរួមនៅក្នុងសន្និសីទដ៏មានសារៈសំខាន់នៅពេលនេះនិងអរគុណចំពោះការវាយតម្លៃនិងកោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជាឯកឧត្តមក៏បានកោតសរសើរចំពោះការរៀបចំសន្និសីទប្រធានសភានៃអន្តរសភានិងជូនពរឲ្យសន្និសីទទទួលបាននូវភាពជោគជ័យ